លោកបងប្អូនប្រហែលអ្នកដែលប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះបាទមាន2 3នាក់បាទមានច្រើនប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធលោកបងប្អូនប្រហែលអ្នកដែលជឿថាថ្ងៃនេះខ្ញុំនឹងមានអ្វីមួយនៃការបើកសម្ដែងព្រះអង្គថ្មីនៅថ្ងៃនេះអូច្រើនអ្នកមែនថ្ងៃនេះខ្ញុំចង់ចែកចាយនៅមេរៀនមួយដែលភាគច្រើនជាបទគម្ពីរលោកគ្នាថ្ងៃនេះយើងនឹងអានព្រះគម្ពីរច្រើនបន្តិចព្រឹកមិញយើងបានចូលរួមនៅការថ្វាយបង្គំតែលោកគ្រូបានចែកចាយគឺអ្វីមួយដែលជាជីវិតដួងចិត្តថ្មីទទួលនៅព្រះវិញ្ញាណបរិសុទ្ធថ្មីនៅក្នុងជីវិតរបស់យើងជាមេរៀនមួយល្អមែនតើប៉ះពាល់បាញ់លោកគ្នាប្រហែលអ្នកមកព្រឹកមិញថ្ងៃបាទ2 វេនាក់បាទព្រឹកមិញមេរៀនលោកគ្រូយ៉ាគាត់ចែកចាយល្អមានការដែលបើកសម្ដែងនៅក្នុងការដែលសាច់រឿងនៅក្នុងជីវិតដែលជនជាតិអ៊ីស្រាអែលបានធ្វើដំណើរឆ្លងកាត់វាលរហោស្ថានរហូតដល់ព្រះអង្គធ្វើកិច្ចការអស្ចារ្យក៏ប៉ុន្តែអ្វីមួយដែលជនជាតិអ៊ីស្រាអែលនៅតែភ្លេចនោះគឺការអស្ចារ្យដែលព្រះអង្គធ្វើការនៅក្នុងជីវិតពួកគេហើយពេលខ្លះយើងមានលក្ខណៈគេហៅថាចិត្តគំនិតផ្នត់គំនិតរបស់យើងដូចជនជាតិអ៊ីស្រាអែលដែរតែពេលយើងចាប់ផ្ដើមជឿលើព្រះយេស៊ូវគ្រីស្ទយើងទទួលការអស្ចារ្យយើងឃើញការអស្ចារ្យព្រះអង្គធ្វើការអស្ចារ្យក្នុងជីវិតរបស់យើងប៉ុន្តែនៅពេលយើងដើរជាមួយព្រះអង្គយូរយើងរៀងស៊ាំជាមួយនឹងអ្វីដែលជាការអស្ចារ្យយើងជ្រើសរើសនៅអ្វីដែលជាការកើតឡើងនៅលើលោកីយ៍នេះជាជាងយើងឃើញការអស្ចារ្យរបស់ព្រះដែលធ្លាប់ធ្វើការនៅក្នុងជីវិតរបស់យើងពីអតីតកាលលោកបងប្អូនដែលធ្លាប់ឮគេនិយាយថាយើងធ្វើល្អទាំង10ស្រាប់តែមានតែ1គត់ដែលយើងធ្វើអត់សូវល្អគេអត់យកអា9នោះមកនិយាយទេក៏ប៉ុន្តែគេយកអា1នោះមកនិយាយដោយសារអីអា1នោះវាអត់សូវល្អក៏ប៉ុន្តែកិច្ចការព្រះអង្គមិនមែនអញ្ចឹងលោកគ្នាទោះបីយើងធ្វើការទាំង10អា9ល្អអា1អត់ល្អក៏ដោយក៏ប៉ុន្តែយើងអបអរជាមួយនឹងកិច្ចការដែល9ដែលព្រះអង្គធ្វើការអស្ចារ្យក្នុងជីវិតយើងអេមែនហើយអាការមួយដែលអត់ល្អនោះគឺជាបទពិសោធន៍របស់យើងដែលយើងរៀនអំពីវាហើយយើងគុំធ្វើច្រំដែរក៏ប៉ុន្តែយើងអាចរីកចម្រើនឡើងនៅក្នុងជីវិតរបស់យើងព្រះអំពីបានចែងថាក្នុងโลกនេះលើផែនដីនេះគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយបាទគ្មាននរណាល្អឥតខ្ចោះឡើយសូម្បីតែគ្រូង្វាដែលប្រកាសព្រះបន្ទូលលោកគ្រូង្វាមិនល្អឥតខ្ចោះនោះឡើយមនុស្សយើងតែងតែដើរនៅអ្វីដែលជាជីវិតនៅលើផែនដីនេះជួនកាលយើងចំពុបជើងដួលឬក៏ចេតនាឬក៏អចេតនាក្តីនៅក្នុងការដែលយើងប្រព្រឹត្តអំពើបាបឬក៏កិច្ចការមួយខុសនៅក្នុងជីវិតរបស់យើងអស់គ្នាខ្ញុំតែងតែសួរខ្លួនឯងថាព្រឹកមិញមានខាងមីឌៀក៏សួរខ្ញុំថាលោកគ្រូតើឆ្នាំនេះលោកគ្រូជឿព្រះអង្គប៉ុន្មានឆ្នាំហើយខ្ញុំថាឆ្នាំនេះជាឆ្នាំទី23ដែលខ្ញុំជឿលើព្រះជាម្ចាស់23ឆ្នាំដែលខ្ញុំជឿលើព្រះអង្គលោកគ្នាហើយជាលោកណាមួយចំនួនមើលខ្ញុំគ្រូ23ឆ្នាំគ្រូអាយុប៉ុន្មានដល់ខ្ញុំឃើញខ្ញុំក្មេងណាមិនក្មេងខ្ញុំរៀងចាស់ហើយបាននិយាយលេងហើយឆ្នាំនេះជាឆ្នាំទី23ដែលខ្ញុំបានដើរតាមព្រះយេស៊ូវគ្រីស្ទដែលជាការសម្រេចចិត្តមួយពី23ឆ្នាំមុនដែលខ្ញុំបានដើរជាមួយព្រះអង្គដោយជំនឿដោយសេចក្តីស្រឡាញ់ហើយពេលដែលដើរជាមួយព្រះអង្គមិនមែនដើរដោយគេហៅថាអត់មានឧបសគ្គហើយមានឧបសគ្គជាច្រើនដែលកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំសូមប្រាប់តាមត្រង់ពេលខ្លះខ្ញុំសឹងតែបោះបង់នៅជំនឿរបស់ខ្ញុំចោលដោយសារតែមានការបៀតបៀនពេលខ្លះខ្ញុំសឹងតែបោះបង់ជំនឿរបស់ខ្ញុំចោលនៅពេលដែលខ្ញុំជួបនៅជំងឺមួយដ៏អាក្រក់មែនទែនក្នុងជីវិតរបស់ខ្ញុំពេលខ្លះខ្ញុំសឹងតែបោះបង់នៅអ្វីដែលជាជំនឿខ្ញុំចោលដោយសារតែខ្ញុំជួបនៅអ្វីដែលជាការលំបាកដើរតាមព្រះអង្គគឺមានការបៀតបៀនមានគេវាយប្រហារទាំងពាក្យសម្ដីទាំងអារម្មណ៍ទាំងផ្លូវកាយទាំងផ្លូវចិត្តអស់លោកគ្នាពេលខ្លះយើងមានអារម្មណ៍ថាយើងហាក់ដូចជានៅក្នុងទីកន្លែងមួយដែលជាវាលរហោស្ថាននៅក្នុងជីវិតរបស់យើងពិបាកក្នុងការធ្វើការសម្រេចចិត្តតើយើងគួរទៅមុខទៅក្រោយឬក៏យើងគួរទៅណាដែលមានអារម្មណ៍អញ្ចឹងអត់ពេលយើងមានបញ្ហាកើតឡើងយើងចាប់ផ្ដើមគិតអំពីបញ្ហាជាជាងគិតពីព្រះហើយយើងចាប់ផ្ដើមគិតសម្រេចចិត្តថាតើខ្ញុំគួរទៅមុខទៅក្រោយឬក៏នៅកន្លែងណាដល់គ្នានឹងលើកទឹកចិត្តមួយបើសិនយើងមានបញ្ហាយ៉ាងដូចនេះចូលរកព្រះវិញ្ញាណបរិសុទ្ធព្រះអង្គរកមនុស្សម្នាក់ទៀតដើម្បីអធិដ្ឋានដើម្បីឲ្យយើងបានរួចផុតពីការជាប់គាំងនៅស្ថានភាពជីវិតរបស់យើងនៅថ្ងៃនោះថ្ងៃនេះខ្ញុំចង់ចែកចាយអំពីប្រស្នាអំពីប្រាក់ណែនអរលោកគ្នាស្គាល់ប្រាក់ណែនទេបាទប្រាក់ណែនគឺជាលុយនៅក្នុងចំនួននោះហើយខ្មែរយើងក៏ធ្លាប់មានប្រាក់ណែនតាំងពីចំនួនសម័យ
អីគេក៏ចេញឡាផ្សេងខ្មែរយើងប្រើប្រាក់ណែនគេប្រើគឺជាខុញនៅក្នុងប្រទេសយើងនៅក្នុងបទគម្ពីរមួយលោកគ្នានៅក្នុងសភៅម៉ាថាយចំពុកខ24សំទោសខ25ដល់ខ10ចំពុក25ខ14ដល់30លោកគ្នាបទគម្ពីររៀងវែងបន្តិចក៏ប៉ុន្តែខ្ញុំចង់អានព្រះគម្ពីរនេះឲ្យលោកគ្នាសន្តាប់ខ្ញុំមើលទៅដូចមានសល់ពេល15នាទីអារម្មណ៍ភ័យសល់ពេលតិចពេកបាទនៅក្នុងសភៅម៉ាថាយចំពុក25ខ14ដល់30ព្រះរាជនៃឋានបរមសុខប្រៀបបាននឹងបរិសម្នាក់ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយគាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិគាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើម្នាក់តាមសមត្ថភាពរៀងខ្លួនគឺឲ្យប្រាក់ណែនទៅអ្នកទី1 2ណែនទៅអ្នកទី2សំទោសគឺឲ្យប្រាក់5ណែនទៅអ្នកទី1 2ណែនទៅអ្នកទី2និង1ណែនទៅអ្នកទី3រួចគាត់ចេញដំណើរទៅខ16អ្នកបម្រើដែលបានទទួលប្រាក់ណែនយកប្រាក់ចេញទៅរកស៊ីភ្លាមហើយបានចំណេញបាន5ណែនទៀតអ្នកទី2ក៏ដូច្នោះដែរគាត់យកប្រាក់2ណែននោះទៅរកស៊ីចំណេញបាន2ណែនទៀតរីឯអ្នកដែលទទួលបានប្រាក់1ណែនបានចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុកលុះក្រោយមកម្ចាស់វិលត្រឡប់មកវិញហើយគិតបញ្ជីជាមួយនឹងអ្នកទាំង3នោះអ្នកទទួលប្រាក់5ណែនយកប្រាក់ដែលចំណេញបាន5ណែនចូលមកជូនម្ចាស់ដោយពោលថាលោកម្ចាស់លោកបានប្រគល់ប្រាក់5ណែនឲ្យខ្ញុំប្របាទឥឡូវនេះខ្ញុំប្របាទចំណេញបាន5ណែនទៀតម្ចាស់ក៏ពោលទៅគាត់ថាល្អហើយអ្នកបម្រើប្រសើរអ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំអ្នកចូលរួមសប្បាយជាមួយនឹងខ្ញុំចោះអ្នកទទួលប្រាក់2ណែនក៏យកប្រាក់ដែលចំណេញបាន2ណែនទៀតនោះចូលមកដែរហើយជម្រាបថាលោកម្ចាស់លោកបានប្រគល់ប្រាក់2ណែនឲ្យខ្ញុំប្របាទឥឡូវនេះខ្ញុំប្របាទចំណេញបាន2ណែនទៀតម្ចាស់ក៏ពោលទៅគាត់ថាល្អហើយអ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយអ្នកបានស្មោះត្រង់នឹងកិច្ចការដ៏តូចមួយនេះខ្ញុំតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំអ្នកចូលរួមមកសប្បាយរួមជាមួយខ្ញុំចោះបន្ទាប់មកអ្នកដែលបានទទួលប្រាក់1ណែនក៏ចូលមកហើយជម្រាបថាលោកម្ចាស់ខ្ញុំប្របាទដឹងថាលោកជាមនុស្សតឹងតែងណាស់លោកតែងតែច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះហើយប្រមូលយកផលពីដំណាំដែលលោកមិនបានដាំខ្ញុំប្របាទបានយកប្រាក់ដែលលោកប្រគល់ឲ្យខ្ញុំទៅជីកដីកប់ព្រោះខ្ញុំប្របាទភ័យខ្លាចពេកឥឡូវនេះសូមលោកម្ចាស់យកប្រាក់របស់លោកម្ចាស់វិញចោះម្ចាស់ក៏ពោលទៅអ្នកនោះថាណែអ្នកបម្រើអាក្រក់ខ្ជិលច្រអូសអើយអ្នកដឹងស្រាប់ហើយថាខ្ញុំតែងច្រូតយកផលពីស្រែដែលខ្ញុំមិនបានសាបព្រោះនិងប្រមូលផលពីដំណាំដែលខ្ញុំមិនបានដាំគួរតែអ្នកយកប្រាក់ខ្ញុំទៅចងការណាខ្ញុំត្រឡប់មកវិញខ្ញុំនឹងទទួលបានប្រាក់ទាំងដើមទាំងការចូលយកប្រាក់ពីអ្នកនេះប្រគល់ឲ្យអ្នកដែលមាន10ណែននោះទៅត្បិតអ្នកណាមានហើយអ្នកនោះនឹងទទួលបរិបូរហូរហៀថែមទៀតរីឯអ្នកដែលគ្មានវិញគេនឹងដកហូតនៅអ្វីដែលអ្នកនោះមានផងចំណែកឯអ្នកបម្រើឥតបានការនេះចូលយកគាត់ទៅចោលនៅទីងងឹតខាងក្រៅជាកន្លែងយំសោកនិងសង្កៀតធ្មេញទៅសូមបានសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំព្រះគុណអរព្រគុណព្រះអង្គសម្រាប់ព្រះបន្ទូលថ្ងៃនេះព្រះអង្គអរព្រគុណសូមព្រះអង្គបាននាំព្រះបន្ទូលនៅថ្ងៃនេះជាការលើកទឹកចិត្តគ្នាទៅវិញទៅមកដែលយើងឲ្យបានចូលទៅកាន់ព្រះបន្ទូលព្រះអង្គនៅក្នុងការដែលយើងស្វែងយល់អំពីតើអ្វីទៅជាបំណងប្រហត្ថីនិងជាសេចក្តីបង្រៀនព្រះអង្គនៅថ្ងៃនេះព្រះអង្គដោយគុណអរព្រគុណព្រះអង្គគុណថ្វាយនៅថ្ងៃនេះដាច់នៅក្នុងព្រះនាមព្រះអង្គព្រះយេស៊ូវគ្រីស្ទអាមែនអរលោកគ្នានៅពេលយើងអានអត្ថបទសាច់រឿងនេះយើងប្រហែលជាយល់ថាអ្នកបម្រើទី1ទី2គឺជាអ្នកបម្រើដែលល្អ
ដែលធ្វើកិច្ចការអ្វីមួយតាមតម្រាប់នៅអ្វីដែលជាម្ចាស់ហើយយើងក៏គិតថាអ្នកបម្រើទី3ក៏គាត់ល្អដែរមែនទេគាត់មានយកហ្នឹងទៅបំផ្លាញបាត់បង់ចោលដូចជាកូនពៅវង្វេងផងហ្នឹងគាត់យកលុយហ្នឹងគឺទៅកប់ទុកចោលទុកសម្រាប់ស្មើដើមរហូតដល់ម្ចាស់មកវិញគាត់យកលុយហ្នឹងជីកមកវិញយកឲ្យម្ចាស់វិញនេះជារឿងមួយដែលប្រសើរនៅក្នុងការគិតរបស់យើងរួចខ្លួនមែនទេក៏ប៉ុន្តែអរគ្នាក្នុងបទគម្ពីរបានចែងថាម្ចាស់បានស្ដីបន្ទោសដល់អ្នកបម្រើទី3ណាណែអ្នកបម្រើដល់អាក្រក់អើយបើអ្នកឯងដឹងថាចរិតខ្ញុំជាមនុស្សអញ្ចឹងហើយចុះមិនអ្នកឯងមិនដឹងអ្វីដែលជាគំនិតរបស់ខ្ញុំយកលុយហ្នឹងទៅចងការយ៉ាងហោចណាស់ក៏បានស៊ីការតាមបន្តិចដែរយឺក៏យ៉ាងហោចណាស់ក៏បានអ្វីដែលជាប្រាក់ចំណេញបន្តិចបន្តួចសម្រាប់ឲ្យម្ចាស់វិញដែរប្រហែលជាយើងគិតថានៅកន្លែងនេះម្ចាស់រៀងដូចជាកាចបន្តិចឬក៏តឹងរឹងបន្តិចអស់លោកគ្នាខ្ញុំចង់បញ្យល់អំពីប្រាក់ណែននៅក្នុងសម័យនោះគ្នាតើប្រាក់ណែននៅក្នុងសម័យនោះមានតម្លៃប៉ុន្មានអស់លោកគ្នាមួយណែនមានតម្លៃស្មើនឹង 6,000 denarii 6,000 denarii អញ្ចឹង1 denarii ស្មើនឹងលុយដែលយើងរកបានមួយថ្ងៃមានថាកម្លាំងពលកម្មកម្លាំងការងារដែលយើងធ្វើការមួយថ្ងៃស្មើ1 denarii អញ្ចឹង1ណែនស្មើនឹង15ទៅ20ឆ្នាំនៃប្រាក់មនុស្សម្នាក់ថ្លៃអស់គ្នាប្រាក់ណែននៅសម័យនោះមិនតិចទេណានៅក្នុងព្រះគម្ពីរបានចែងថាម្ចាស់បានឲ្យទ្រព្យសម្បត្តិទៅអ្នកបម្រើទីទាំង3មិនមែនឲ្យទៅលុយទេក៏ប៉ុន្តែបានឲ្យទ្រព្យសម្បត្តិឲ្យ5ណែន2ណែនហើយនឹង1ណែនអញ្ចឹងលុយទាំងអស់នោះមិនតិចទេគឺជាទ្រព្យសម្បត្តិដែលជាអ្វីមួយដែលជាម្ចាស់មានទំនុកចិត្តទៅលើបាវបម្រើទាំង3នោះហើយម្ចាស់ដែលជាម្ចាស់នៅថ្ងៃនោះគាត់ដឹងថាតើសមត្ថភាពអ្នកបម្រើទាំង3នោះគាត់មានសមត្ថភាពប៉ុណ្ណាពីព្រោះគាត់ឃើញកិច្ចការដែលអ្នកបម្រើបានធ្វើនៅក្នុងព្រះគម្ពីរបានចែងថាគាត់បានចែកប្រាក់ណែនឲ្យអ្នកទាំង3នោះដោយសមត្ថភាពរបស់ខ្លួនដោយសមត្ថភាពរបស់បាវបម្រើនោះគាត់ដឹងថាអ្នកទី1គាត់គួរឲ្យ5ណែនអរគ្នាចំនួន5ណែនគឺស្មើនឹងទ្រព្យសម្បត្តិរបស់គាត់ចែកទៅដល់អ្នកទី1ប្រាក់ខែរហូតដល់100ឆ្នាំ1ណែន20ឆ្នាំ5ណែន100ឆ្នាំច្រើនមែនតើមែនទេអរគ្នាវាហាក់ដូចជាមាសដែលចែកឲ្យអ្នកបម្រើដែលទុកចិត្តមែនតើមានថាម្ចាស់បានឃើញអ្វីដែលជាកិច្ចការអ្នកបម្រើបានធ្វើម្ចាស់ឃើញក៏ចែកនៅអ្វីដែលជាគេហៅថាភាគហ៊ុនឬក៏លុយជាច្រើននៅក្នុងជីវិតរបស់គេពួកគេដឹងថាម្ចាស់ដឹងថានៅពេលដែលខ្ញុំចែកអ្នកទី1នេះនឹងធ្វើអ្វីម្យ៉ាងនៅក្នុងប្រាក់ណែននោះហើយព្រះគម្ពីរបានចែងថាអ្នកទី1យកបាន5ណែនគាត់ទៅរកស៊ីបាន5ណែនភ្លាមក្នុងព្រះគម្ពីរចែងថាគាត់រកស៊ីអីទេក៏ប៉ុន្តែហាក់ដូចជាគាត់មានជំនាញមួយក្នុងការរកស៊ីមានជំនាញមួយក្នុងការយកលុយហ្នឹងទៅធ្វើការងាររកស៊ីឬក៏ business នៅក្នុងជីវិតរបស់គាត់ដែលគាត់អាចមានលទ្ធភាពបានទទួល5ណែនមកវិញហើយក្នុងព្រះគម្ពីរក៏បានចែងថាអ្នកទី2យក2ណែនទៅក៏បានចំណេញ2ណែនទៀតភ្លាមអត់ដឹងថាគាត់រកស៊ីអីទេក៏ប៉ុន្តែគាត់បានចំណេញ2ណែនរួចឲ្យចំណែកអ្នកទី3លោកគ្នាដឹងថាម្ចាស់មានលក្ខណៈម៉េចដឹងថាម្ចាស់មានគោលបំណងម៉េចធ្វើការមួយម្ចាស់រាប់ឆ្នាំដឹងថាម្ចាស់គាត់ជាមនុស្សមិនហើយក៏ប៉ុន្តែគាត់យកប្រាក់ណែននោះដែលជាប្រាក់ខែ20ឆ្នាំដែលម្ចាស់ចង់វិនិយោគទុននៅក្នុងជីវិតរបស់គាត់ដើម្បីឲ្យគាត់បានរីកចម្រើននៅក្នុងជីវិតយកទៅកប់ចោលទុកជាអាសាអត់បងអរលោកអ្នកនៅពេលយើងយកទៅកប់ចោលមានន័យថាវាអត់នឹងរីកចម្រើននោះឡើយបើសិនជាអ្នកគ្នាយកលុយ$10,000ទៅកប់ចោលអត់យកទៅរកស៊ីតើអ្នកគ្នាអាចធ្វើអញ្ចឹងហ៎ខ្ញុំជឿថាសូម្បីតែយើងក៏យើងមិនគិតអញ្ចឹងដែរបើសិនជាម្ចាស់យើងទុកចិត្តលើយើងហ៊ានវិនិយោគទុនជាមួយយើង$10,000យើងយក$10,000ទៅដាក់កុងធនាគារនៅក្នុងធនាគារ ABA ACDA ឬក៏វិញក៏បានការប្រាក់មួយឆ្នាំបានមកយ៉ាងហោចណាស់ក៏3-4រៀល10រៀលដែរមែនទេហើយបើយើងយកកប់ចោលជួនកាលកប់ទៅបាត់លុយនឹងបណ្ដោយជាទ្រព្យដែលមានកដៀកោកដោកាត់អស់គ្នាបាត់ក៏តែក្នុងកិច្ចការដែលអ្នកបម្រើទី3ធ្វើហាក់ដូចជាមួយខ្ញុំសំទោសខ្ញុំប្រើពាក្យមួយដូចយើងឆោតបន្តិចពីព្រោះចៅហ្វាយបានឲ្យប្រាក់មួយណែនហ្នឹងគឺស្មើនឹងប្រាក់ខែ20ឆ្នាំរបស់មនុស្សម្នាក់នៅក្នុងចំនួននោះលុយច្រើនឥឡូវបើសិនយើងគិតថាប្រាក់ខែយើង300មួយឆ្នាំប៉ុន្មាន3600មែនទេ10ឆ្នាំប៉ុន្មាន34000 4000ជាងមែនទេចុះ20ឆ្នាំ
លុយជិត$10,000តែម្ចាស់បានឲ្យទៅអ្នកបម្រើហ្នឹងអ្នកនរគ្នាបើសិនជាគេឲ្យយើងលុយយើងសុទ្ធ$10,000យើងយកទៅណាខ្ញុំគិតថាចំណុចទី1យកទៅអ្វីទិញអ្វីជាតម្រូវការរបស់យើងហើយទិញឡានជិះអីចឹងណាក៏ប៉ុន្តែបើសិនជាគេអ្នករស់ស៊ីលុយហ្នឹងយកមកគេយក7ទៅរស់ស៊ីភ្លាមហើយខ្ញុំជឿជាក់ក្នុងសាច់រឿងនេះបើសិនជាអ្នកបម្រើទី3យកទៅរស់ស៊ីខាតណាគុំចាថាអីដែរគ្រាន់តែយើងមានគេហៅថារបាយការណ៍មួយដែលប្រាប់ត្រង់ថាព្រះអង្គខ្ញុំលោកម្ចាស់ខ្ញុំធ្វើការនេះវាបញ្ហានេះជប់ទុកបណ្ដាchứម្ចាស់នឹងលើកលែងទោសឲ្យហើយក៏ប៉ុន្តែយកលុយនេះទៅកប់ចោលទៅលាក់ទុកភាសាអង់គ្លេសហៅថា bury យកទៅកប់ចោលអរលោកគ្នាខ្ញុំសួរសំណួរមួយអរលោកគ្នាថ្ងៃនេះខ្ញុំមានសំណួរច្រើនអរលោកគ្នាចង់ឲ្យខ្ញុំពិចារណាសំណួរទី1តើយើងមើលមកព្រះជាម្ចាស់របស់យើងមានលក្ខណៈដូចម៉េចក្នុងជីវិតរបស់យើងសពថ្ងៃនេះតើយើងមើលមកព្រះរបស់យើងព្រះយេស៊ូវគ្រីស្ទតើព្រះអង្គជាព្រះមានលក្ខណៈដូចម៉េចតើអ្នកបម្រើទី3ដែលមើលទៅម្ចាស់របស់ខ្លួនជាម្ចាស់ដែលមានលក្ខណៈម៉េចជាម្ចាស់ដែលចិត្តអាក្រក់ជាម្ចាស់ដែលចង់បានតែអ្វីដែលមិនមែនជាការសាបព្រោះខ្លួនឯងជាម្ចាស់ដែលដាក់គោលការណ៍យើងហើយយើងត្រូវតែធ្វើបើមិនធ្វើទេយើងនឹងត្រូវបានដេញចេញឬក៏រកអ្វីលេសមួយដើម្បីបន្ទោសយើងគាត់មើលមកអញ្ចឹងអរគ្នាចូលចំពោះយើងនៅពេលយើងជឿព្រះយេស៊ូវគ្រីស្ទអរគ្នាតែយើងមើលមកព្រះអង្គមានលក្ខណៈម៉េចអូព្រះអង្គមានលក្ខណៈល្អព្រះអង្គគឺជាសេចក្តីស្រឡាញ់ព្រះអង្គគឺជាព្រះអស្ចារ្យព្រះអង្គគឺជាព្រះសង្គ្រោះព្រះអង្គគឺជាដួងចិត្តរបស់ខ្ញុំព្រះអង្គគឺជាបេះដូងរបស់ខ្ញុំ You are my សង្សារ You are អូចាំ something like that ព្រះអង្គគឺជាសេចក្តីស្រឡាញ់របស់ខ្ញុំក៏ប៉ុន្តែនៅពេលយើងជួបបញ្ហាតើយើងមើលទៅកាន់ព្រះអង្គរបស់យើងជាព្រះម៉េចអ្នកនរគ្នានឹងមានគំនិតមួយហេតុអីក៏ព្រះអង្គមិនឆ្លើយតបនឹងការអធិដ្ឋានខ្ញុំព្រះអង្គគាត់អធិដ្ឋានគាត់ជួបទុកលំបាករាល់ថ្ងៃព្រះអង្គអត់ឆ្លើយតបចឹងយើងមានគំនិតមួយទៀតខ្ញុំចង់ឈប់ជឿលើព្រះអង្គអានេះជាគំនិតដែលខ្ញុំគិតនៅក្នុងជីវិតរបស់ខ្ញុំអរគ្នាតើយើងមើលមកកាន់ព្រះយើងមិននៅពេលដែលព្រះអង្គបានត្រាស់ហៅក្នុងជីវិតរបស់យើងដែលដំណើរជីវិតរបស់យើងរស់នៅសពថ្ងៃនេះហើយយើងជួបទុកលំបាកនៅលើផែនដីនេះតើយើងមើលមកកាន់ព្រះយើងមានលក្ខណៈដូចម៉េចអរគ្នានេះជាលក្ខណៈរបស់អ្នកបម្រើនៅក្នុងព្រះពាក្យចឹងណាណែអ្នកបម្រើដែលខ្ជិលច្រអូសបាទគាត់អាចជាមនុស្សខ្ជិលច្រអូសអ្វីសំខាន់ភ័យខ្លាចថាងយកទៅរកស៊ីអត់បានខាតមកវិញចវាយដេញឯងចោលឬក៏ចវាយដាក់ទោសឬឲ្យសងប្រាក់ណែនលេង20ឆ្នាំនៃប្រាក់ខែគេផងមានលុយណាទៅសងគេខ្លាចជាអ្នកដែលមិនអាចចាត់ចែងនៅអ្វីដែលជាអំណោយឬក៏វិនិយោគទុនរបស់អ្នកម្ចាស់បានល្អឬក៏យើងអាចនិយាយឲ្យស្រួលស្រាប់គឺចាត់ចែងនៅអ្វីដែលជាសមត្ថភាពដែលព្រះជាម្ចាស់បានប្រទានឲ្យជាអំណោយទានឬក៏ជាទេពកោសល្យដែលព្រះអង្គឲ្យជីវិតរបស់យើងបានល្អបន្ទុកចិត្តលើចវាយពីព្រោះអត់ទុកចិត្តទេនេះធ្វើការមួយចវាយយូរហើយតិចមានរឿងអីកើតឡើងទៅចង់មានតែភាពសុខស្រួលខ្លួនឯងយើងមិនបាច់ចាំទៅធ្វើអីច្រើនទេគ្រាន់តែយកកប់ទៅយកលុយហ្នឹងមកឲ្យចវាយវិញទៅដឹងរួចខ្លួនណាបាទនេះជាកន្លែងមួយដែរវាងាយស្រួលមិនបាច់ធ្វើអីទេឬក៏ចេះជាងចវាយមានថានៅពេលដែលចវាយមកខ្ញុំដឹងថាចវាយមានលក្ខណៈអញ្ចឹងចឹងមកខ្ញុំធ្វើអញ្ចឹងគឺដើម្បីឲ្យចវាយដឹងថានេះគឺជាអ្វីមួយដែលខ្ញុំអាចរួចខ្លួនប៉ុន្តែលោកគ្នាផ្ទុយទៅវិញចវាយបានបន្ទោសអ្នកបម្រើនោះហើយដកយកអ្វីដែលជាអំណោយឬក៏ហើយជាសមត្ថភាពរបស់អ្នកបម្រើទី3នោះយកទៅឲ្យអ្នកបម្រើដែលទី1ដែលទទួលបានប្រាក់ណែន10ណែនទៀតជាប្រពរហើយចវាយបាននិយាយថាពិតអ្នកបានធ្វើការដ៏ល្អចូលរួមសប្បាយជាមួយខ្ញុំនៅក្នុងព្រះគម្ពីរបានចែងថាចវាយបាននាំអ្នកទី1អ្នកទី2ដើម្បីចូលរួមអសប្បាយជាមួយនឹងសេចក្តីរីករាយរបស់ចវាយអរលោកគ្នាតើនៅក្នុងជីវិតរបស់យើងមើលមកកាន់ព្រះអង្គមានលក្ខណៈម៉េចនៅពេលដែលយើងកំពុងតែជួបបញ្ហានៅពេលដែលយើងកំពុងតែជួបការរាំងស្ទះនៅក្នុងជីវិតរបស់យើងនេះជារឿងមួយដែលគួរឲ្យពិចារណាលោកគ្នាបកទៅកាន់អ្វីមួយដែលអ្នកបម្រើទី3បានធ្វើលោកគ្នានៅពេលដែលព្រះជាម្ចាស់បានដឹងថាអាដាមនិងអេវ៉ាបានញ៉ាំផ្លែឈើដែលដងខុសត្រូវនៅពេលនោះព្រះអង្គបានសួរថាអាដាម
អេវ៉ាតើអ្នកទាំងពីរនៅណាតើអាដាមអេវ៉ានៅណាហ្នឹងឯងអាដាមអេវ៉ាធ្វើអីគេពួនលាក់ខ្លួនកប់ចោលនៅអ្វីដែលជាការដែលព្រះអង្គឲ្យអត្តសញ្ញាណរបស់ខ្លួនដូចគ្នាជាមួយនៅបម្រើទី3នៅពេលដែលព្រះអង្គឲ្យអ្វីដែលជាសមត្ថភាពឬក៏អ្វីមួយដែលជាអំណោយទៅកាន់ជីវិតរបស់គាត់យកទៅកប់ចោលគាត់យកទៅលាក់ទៅពេលព្រះអង្គសួរថានៅណាខ្ញុំកប់នោះផងនៅនោះអាដាមនឹងដូចគ្នាលោកគ្នាអត់មានអីខុសគ្នានៅអ្វីដែលជាសភាវៈគតិនៅក្នុងការគិតនៅពេលដែលយើងយល់ច្រឡំនៅអ្វីដែលជាការដែលអំណោយរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងដែលជាដំណើរជីវិតដែលព្រះអង្គបានត្រាស់ឲ្យយើងវាហាក់ដូចជាយើងភ័ន្តច្រឡំថាជុំតិចព្រះអង្គមានលក្ខណៈម៉េចពេលដែលយើងជឿព្រះអង្គដំបូងនៅគ្នាព្រះអង្គធ្វើការអស្ចារ្យយើងស្រឡាញ់ព្រះអង្គក៏ប៉ុន្តែនៅពេលយើងជួបទុក្ខលំបាកយើងចាប់ផ្ដើមត្រេះរិះពិចារណាតើព្រះអង្គនៅទីណានៅក្នុងជីវិតរបស់យើងនេះគឺជាអ្វីមួយដែលបង្រៀនខ្ញុំនៅពេលខ្ញុំជឿព្រះអង្គជាង20ឆ្នាំនៅគ្នាពេលខ្លះវាពិបាកក្នុងការយើងតយុទ្ធជាមួយនឹងបញ្ហាកើតឡើងហើយយើងចាប់ផ្ដើមសួរថាព្រះអង្គហេតុអីក៏ព្រះអង្គមិនឆ្លើយតបការអធិដ្ឋានរបស់ខ្ញុំហេតុអីក៏ព្រះអត់មើលអ្វីដែលជាកិច្ចការដែលទុកលំបាកនៅក្នុងជីវិតរបស់ខ្ញុំខ្ញុំសួរមួយទៀតលោកគ្នាចុះបើព្រះយេស៊ូវជាចៅហ្វាយហើយព្រះអង្គឲ្យយើងនៅប្រាក់ណែនតើយើងនឹងធ្វើអ្វីជាមួយនឹងប្រាក់ណែននោះចុះបើសិនសាច់រឿងហ្នឹងព្រះយេស៊ូវគ្រីស្ទព្រះអង្គគឺជាចៅហ្វាយព្រះអង្គគឺជាម្ចាស់តែព្រះអង្គឲ្យប្រាក់ណែនយើងតើយើងនឹងធ្វើអ្វីជាមួយប្រាក់ណែននោះសាច់រឿងដូចព្រះយេស៊ូវអត់ណាលោកគ្នាដូចហ៎នៅពេលដែលព្រះជាម្ចាស់ព្រះយេស៊ូវគ្រីស្ទបានយាងមកលើផែនដីនេះរយៈពេល3ឆ្នាំជាងហើយនៅពេលដែលព្រះអង្គយាងចេញវិញដូចជាចៅហ្វាយយាងទៅស្រុកឆ្ងាយហើយចៅហ្វាយថានឹងមកវិញណាក៏ប៉ុន្តែមុនពេលចៅហ្វាយមកព្រះអង្គមានព្រះបន្ទូលកាន់មិនទៅលោកពេត្រុសចូលមើលជាមរបស់ខ្ញុំចូលមើលថែសារជាមរបស់ខ្ញុំចូលកង្វាជាមរបស់ខ្ញុំចុះបើសិនជាព្រះអង្គជាចៅហ្វាយនៅថ្ងៃនេះនៅក្នុងជីវិតរបស់យើងទាំងគ្នានៅពេលយើងជឿលើព្រះអង្គឲ្យយើងនៅអ្វីដែលជាប្រាក់ណែននៅអ្វីដែលជាអំណោយទានទេពកោសលនៅក្នុងជីវិតរបស់យើងនៅអ្វីដែលជាពន្ធកិច្ចរបស់ព្រះអង្គនៅអ្វីដែលជាការងារយើងធ្វើសពថ្ងៃនេះដែលជាប្រពររបស់ព្រះជាម្ចាស់នៅអ្វីដែលជាមុខរបរសពថ្ងៃនេះដែលជាប្រពររបស់ព្រះអង្គតើយើងនឹងទទួលខុសត្រូវប្រាក់ណែននោះយ៉ាងដូចម្តេចនៅក្នុងសភៅលូកាចំពុក15ខ17ដល់19អរគ្នាពេលនោះកូនភ្ញាក់ខ្លួនហើយរិះគិតក្នុងចិត្តថាអ្នកបម្រើរបស់ឪពុកអញសិតតែមានម្ហូបអាហារបរិភោគហូរហៀទាំងអស់គ្នារីឯនៅទីនេះវិញអញសឹងតែដាច់ពោះស្លាប់អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញហើយជម្រាបគាត់ថាលោកឪពុកកូនប្រព្រឹត្តអំពើបាបខុសនឹងព្រះハរតីរបស់លោកឪពុកកូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរគឺមិនគួរឲ្យលោកឪពុករាប់ខ្ញុំជាកូនទៀតទេសូមលោកឪពុកចាត់ទុកកូនជាបម្រើចោះនេះជាផ្នត់គំនិតរបស់យើងនៅពេលដែលយើងចាប់ផ្ដើមដូចជាអ្នកបម្រើទី3របស់គ្នានៅពេលយើងចាប់ផ្ដើមមានបញ្ហាយើងចាប់ផ្ដើមឃ្លាតឆ្ងាយពីព្រះអង្គយើងចាប់ផ្ដើមបដិសេធនៅអ្វីដែលជាជំនឿរបស់យើងអត់ពេលខ្លះយើងពិបាកចូលទៅកាន់វត្តមានព្រះអង្គហេតុអីពីព្រោះយើងគិតថានៅពេលដែលយើងចូលទៅកាន់ព្រះអង្គនឹងមិនមានបហាតីស្រឡាញ់យើងដូចមុននោះឡើយពីព្រោះយើងមើលឃើញព្រះអង្គគឺជាព្រះដូចព្រះដតីនៅលើផែនដីលោកគ្នាព្រះដតីនៅលើផែនដីនៅពេលយើងខុសយើងនឹងទទួលការកាត់ទោសមែនអត់នៅពេលយើងខុសវាសមមកហើយដែលយើងទទួលនៅអ្វីដែលជាការកំហុសដែលយើងធ្វើនៅក្នុងជីវិតរបស់យើងដែលតបស្នងយើងវាជាសកម្មភាពរបស់យើងដែលយើងត្រូវតែទទួលនៅអ្វីជាផលប្រយោជន៍ឬក៏ផលពិបាកដែលពេលយើងចាប់ផ្ដើមឃ្លាតឆ្ងាយពីព្រះអង្គក៏ប៉ុន្តែព្រះអង្គមិនដែលមានបហាតីយ៉ាងដូច្នោះឡើយព្រះអង្គគឺជាម្ចាស់ឬក៏ជាចៅហ្វាយដែលមានបហាតីមួយដែលព្រះអង្គទន្ទឹងរង់ចាំយើងត្រឡប់មកអ្វីដែលជាទំនាក់ទំនងជាមួយព្រះអង្គវិញអរគ្នានៅក្នុងខបន្ទាប់អរគ្នាលូកាចំពុក15ខ17ដល់24ដែរការឪពុកឃើញកូនពីចម្ងាយគាត់មានចិត្តអាណិតអាសូរក្រៃលែងក៏រត់ទៅទទួលកូនហើយអោបថើបទៀតផងកូនពៅជំរាបឪពុកថាលោកឪពុកកូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះハរតីរបស់
ព្រះជាម្ចាស់កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរមិនគួរលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេលោកឪពុកប្រាប់ពួកអ្នកបម្រើថាចូលទៅយកសម្លៀកបំពាក់ល្អបំផុតមកបំពាក់ឲ្យកូនខ្ញុំជាប្រញាប់ហើយយកចិញ្ចៀននិងស្បែកជើងមកពាក់ផងឲ្យផងចូលយកកូនគោដែលយើងបានបំពន់ទុកមកកាប់ជប់លៀងឲ្យសប្បាយចោះត្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយតែឥឡូវរស់នៅឡើងវិញវាបង្វេងបាត់តែឥឡូវនេះខ្ញុំរកឃើញវិញហើយគេនាំគ្នាជប់លៀងយ៉ាងសប្បាយនេះគឺជាប្រហារតីនៃសេចក្តីស្រឡាញ់របស់ព្រះខ្ញុំជឿថាលោកគ្នានៅសាច់រឿងដែលយើងអានមិញចិត្តរបស់លោកចៅវាយគឺគាត់ចង់បណ្ដាក់ទុនជាមួយនឹងអ្នកបម្រើពីព្រោះគាត់ដឹងថាទោះបីជាអ្នកបម្រើទី3គាត់មានសមត្ថភាពមិនដល់មិនណែនក៏ដោយក៏ប៉ុន្តែចៅវាយគាត់បានគេហៅថាប្រថុយក្នុងការដាក់អ្វីដែលជាទំនុកចិត្តមួយនៅជីវិតអ្នកបម្រើទាំង3នោះហើយខ្ញុំជឿថាព្រះអង្គក៏មានប្រហារតីយ៉ាងដូចនេះដែរព្រះអង្គបានមើលមកកាន់ជីវិតរបស់យើងទោះបីពេលខ្លះយើងមើលហាក់ដូចជាមនុស្សម្នាក់ដែលអត់មានសមត្ថភាពដូចអ្នកដទៃក៏ប៉ុន្តែព្រះអង្គតែងតែទុកចិត្តលើយើងព្រះអង្គនឹងផ្ញើអ្វីដែលជាការវិនិយោគទុនទ្រព្យសម្បត្តិនៅក្នុងជីវិតរបស់យើងដោយធំមហិមាជាប្រាក់ខែពេញ20ឆ្នាំនៅក្នុងជីវិតមនុស្សម្នាក់ព្រះអង្គនឹងឲ្យយើងនៅអំណោយទាននៃការត្រាស់ហៅឬក៏អ្វីមួយដែលជាសមត្ថភាពតាមអ្វីដែលយើងបានធ្វើអាចបានធ្វើទៅរួចអរលោកបងប្អូនពេលខ្លះយើងមានអារម្មណ៍ថាព្រះអង្គខ្ញុំអត់មានសមត្ថភាពក្នុងការដែលខ្ញុំផ្សាយនឹងល្អទៅកាន់អ្នកដទៃនោះឡើយក៏ប៉ុន្តែជីវិតដែលយើងរស់នៅសពថ្ងៃជីវិតដែលយើងរស់នៅអ្វីដែលជាការគោរពកោតខ្លាចព្រះជាម្ចាស់ប្រចាំថ្ងៃគេនឹងមើលឃើញព្រះយេស៊ូវគ្រីស្ទតាមរយៈយើងនេះហើយជាសមត្ថភាពដែលព្រះអង្គប្រទានឲ្យយើងក្នុងការយើងផ្សាយនឹងល្អទៅកាន់អ្នកដទៃអរគ្នាជឿនៅក្នុងក្រុមជំនុំភាគច្រើនមនុស្សដែលគេជឿលើព្រះយេស៊ូវគ្រីស្ទមនុស្សដែលគេចាប់ដើមស្គាល់ព្រះអង្គភាគច្រើនគឺលើទំនាក់ទំនងមនុស្សម្នាក់នាំមកកាន់ក្រុមជំនុំមិនមែនគ្រូងវាចែកចាយលើឆាកនោះឡើយហេតុអីគាត់ប្រហែលជាអត់ចេះផ្សាយនឹងល្អតាក់ទងជាមួយគុលលទ្ធិប្រាប់គេបញ្យល់អំពីព្រះយេស៊ូវគ្រីស្ទមិនក៏ប៉ុន្តែអ្វីដែលគាត់ធ្វើគាត់នាំគេមកកាន់ក្រុមជំនុំនៅពេលដែលគេមកកាន់ក្រុមជំនុំព្រះអង្គបានប៉ះពាល់ក្នុងជីវិតរបស់គេនេះគឺជារបៀបដែលព្រះអង្គប្រើសមត្ថភាពគេតាមអ្វីដែលជាលទ្ធភាពរបស់គាត់មានព្រះអង្គនឹងប្រើលទ្ធភាពរបស់យើងដែលជាប្រាក់ណែនដែលជាទ្រព្យសម្បត្តិនៅលើផែនដីនេះក្នុងការដែលយើងជាសក្ខីភាពនៅកាន់ជីវិតអ្នកដទៃផ្សេងទៀតអរគ្នាក៏ប៉ុន្តែពេលខ្លះយើងយល់ខុសអំពីប្រហារតីនៃការស្រឡាញ់ព្រះអង្គពេលខ្លះយើងគិតថានៅពេលដែលព្រះអង្គត្រាស់ហៅយើងធ្វើកិច្ចការដ៏ធំគឺជាពេលមួយដែលយើងពិបាកមែនទែនយើងអាចនឹងបដិសេធការត្រាស់ហៅរបស់ព្រះអង្គពីព្រោះនឹងវាធំពេកវាអត់ត្រូវសមត្ថភាពរបស់យើងក៏ប៉ុន្តែនៅពេលដែលព្រះអង្គត្រាស់ហៅយើងលោកគ្រូយ៉ាបាននិយាយថាព្រះអង្គនឹងគ្រប់គុណយើងនៅពេលដែលព្រះអង្គត្រាស់ហៅយើងព្រះអង្គនឹងជួយយើងនៅពេលដែលព្រះអង្គបានត្រាស់ហៅយើងព្រះវិញ្ញាណបរិសុទ្ធព្រះអង្គនឹងធ្វើការនៅក្នុងជីវិតរបស់យើងមិនមែនយើងទេគឺជាអ្នកដែលធ្វើការក៏ប៉ុន្តែព្រះវិញ្ញាណគឺនឹងធ្វើការក្នុងជីវិតរបស់យើងកូនពៅបានយល់ខុសអំពីប្រហារតីរបស់លោកឪពុកដែលជាព្រះជាម្ចាស់តែគិតថាលោកឪពុកគឺជាម្នាក់ដែលពេលដែលគាត់ទៅគាត់នឹងខ្លាយទៅជាអ្នកបម្រើរបស់លោកឪពុកជិះជាងជាកូនដូចមុនក៏ប៉ុន្តែព្រះជាម្ចាស់យើងមិនដែលមានលក្ខណៈយ៉ាងដូច្នោះឡើយសំណួរទី2អរលោកគ្នាតើអ្វីទៅជាប្រាក់ណែនដែលព្រះយេស៊ូវបន្សល់ទុកឲ្យយើងសូមមើលមុខគ្នាទៅវិញទៅមកតើអ្វីទៅជាប្រាក់ណែនរបស់អ្នកបាទសូមសួរគ្នាទៅវិញមកតើអ្វីទៅជាប្រាក់ណែនរបស់អ្នកអ្នកគ្នាបានគិតថាអូគ្រូអត់មានប្រាក់ណែនទេមានតែណែមប្រាក់ណែនគឺសំដៅលើអំណោយទានវាអាចជាកិច្ចការដែលព្រះអង្គត្រាស់ហៅក្នុងជីវិតរបស់យើងវាអាចជាអំណោយទានឬក៏ជាសមត្ថភាពដែលព្រះអង្គដាក់ឲ្យយើងអរលោកគ្នានៅក្នុងក្រុមជំនុំយើងព្រះអង្គបានដាក់ប្រាក់ណែនឲ្យមនុស្សម្នាក់យ៉ាងគេហៅថាតាមសមត្ថភាពរបស់ខ្លួនព្រះអង្គបានដាក់ប្រាក់ណែនឲ្យខ្ញុំតាមសមត្ថភាពរបស់ខ្ញុំព្រះអង្គបានដាក់ប្រាក់ណែនតាមសមត្ថភាពលោកគ្រូសំអូនព្រះអង្គក៏ដាក់ប្រាក់ណែនតាមសមត្ថភាពរបស់គ្រូយ៉ាហើយអ្នកគ្នានឹងទទួលប្រាក់ណែនតាមសមត្ថភាពរបស់យើងក៏ប៉ុន្តែសំណួរសួរថាតើយើងយកប្រាក់ណែននឹងទៅណានោះជាច្រើនគេយកប្រាក់ណែននឹងទៅកប់ចោលហេតុអីគេអត់ប្រើនៅអ្វីដែលជាសមត្ថភាពដែលព្រះជាម្ចាស់បានដាក់អំណោយទានក្នុងជីវិតរបស់គេ
ដើម្បីធ្វើជាសក្ខីភាពក្នុងការដែលយើងវិនិយោគទុននៃអ្វីដែលជាព្រះរាជរបស់ព្រះជាម្ចាស់នោះឡើយអរលោកគ្នាការស្រាវជ្រាវមួយគេថាមនុស្សម្នាក់ប្រើសមត្ថភាពនៅអំណោយទានរបស់ខ្លួនអត់បានដល់ 50% ទេមានថាគេមានដងពីកំណើតឬក៏មានទេពកោសល្យពីកំណើតឬក៏មានអំណោយទានណាគេប្រើអំណោយទានរបស់គេអត់ដល់ 50% គេប្រើបានត្រឹម 30% គត់គេប្រើអត់អស់គេយកអា 70% ទៀតកប់ចោលជួនកាលពេលយើងជឿលើព្រះយេស៊ូវគ្រីស្ទយើងមានទួនាទីមួយក្នុងការដែលយកប្រាក់ណែនរបស់ព្រះអង្គធ្វើអ្វីមួយដែលជាការដែលឲ្យព្រះរាជរបស់អង្គបានរីកចម្រើនឡើងក៏ប៉ុន្តែយើងចាប់ដើមកប់វាចោលដោយចេតនាឬក៏អចេតនាអរលោកគ្នានៅក្នុងសភៅម៉ាថាយចំពុក15ខ20ខ14ដល់15ព្រះរាជនៃឋានបរមសុខប្រៀបបាននឹងបុរសម្នាក់ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយគាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិគាត់ប្រគល់ប្រាក់ឲ្យអ្នកបម្រើតាមសមត្ថភាពរៀងៗខ្លួនគឺ5ណែនទៅអ្នកទី1 2ណែនទៅអ្នកទី2ឯ1ណែនទៅអ្នកទី3ហើយខ្ញុំជឿថាព្រះអង្គនឹងប្រទានពរឲ្យប្រាក់ណែននៅក្នុងជីវិតរបស់យើងតាមសមត្ថភាពរបស់យើងហើយជាលោកអ្នកបងប្អូនមួយចំនួនមាន5ណែន3ណែន2ណែនឬក៏1ណែនតាមសមត្ថភាពរបស់យើងនៅក្នុងម៉ាថាយដដែលខ28ដល់18ដល់20ព្រះយេស៊ូវយាងមកចិត្តគេហើយមានព្រះបន្ទូលថាខ្ញុំបានទទួលរកគ្រប់អំណាចទាំងនៅឋានបរមសុខទាំងនៅលើផែនដីដូច្នេះចូលចេញទៅនាំមនុស្សគ្រប់ជាសាសធ្វើជាសិស្សហើយធ្វើវិធីជាមួយទឹកឲ្យគេក្នុងព្រះនាមព្រះបិតាព្រះបុត្រាព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធត្រូវបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្តីទាំងប្រមាណដែលខ្ញុំបានបង្គាប់បង្រៀនអ្នករាល់គ្នាចូលដឹងថាខ្ញុំនៅជាមួយអ្នករាល់គ្នារាល់ថ្ងៃរហូតដល់អវសាននៃពិភពលោកព្រះអង្គមានព្រះបន្ទូលថាចូលចេញទៅនាំមនុស្សគ្រប់ជាសាសមិនមែនគ្រាន់តែផ្សាយនឹងល្អទេក៏ប៉ុន្តែនាំមនុស្សគ្រប់ជាតិសាសឲ្យគេជាមួយទឹកនៅក្នុងព្រះនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចូលបង្រៀនគេនៅអ្វីដែលខ្ញុំបានបង្រៀនអ្នកតើអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនយើងជាប្រាក់ណែនដែលព្រះអង្គបានបង្រៀនយើងខ្ញុំចង់ឲ្យគ្នាសួរខ្លួនឯងតែមិនបាច់ឆ្លើយមកកាន់ខ្ញុំទេតើព្រះអង្គបង្រៀនឲ្យខ្ញុំខ្លះសួរខ្លួនឯងហើយជាយប់នឹងយើងអាចពិចារណាថាព្រះអង្គបង្រៀនឲ្យខ្ញុំខ្លះសប្តាហ៍ថ្ងៃខ្ញុំមកអង្គុយក្រុមជំនុំខ្ញុំមកស្ដាប់ព្រះបន្ទូលខ្ញុំមកជួបអ្នកដទៃផ្សេងទៀតខ្ញុំអធិដ្ឋានឲ្យគេដទៃផ្សេងទៀតខ្ញុំជួបជុំជាមួយគ្រូបរិស័ទខ្ញុំប្រកបគ្នាតើព្រះអង្គបង្រៀនឲ្យខ្ញុំខ្លះនៅក្នុងជីវិតរបស់យើងប្រសិនជាអ្នកគ្នាអត់ច្បាស់ថាព្រះអង្គបង្រៀនអីខ្លះទេអ្នកគ្នាអាចចូលរៀនថ្នាក់ព្រះគម្ពីរដើម្បីដឹងថាព្រះអង្គបង្រៀនអីយើងខ្លះយល់អ្វីខ្ញុំនិយាយហ៎អ្នកគ្នាអាចចូលរួមបម្រើនៅក្នុងក្រុមជំនុំបានដឹងថាព្រះអង្គបង្រៀនអីយើងខ្លះលោកគ្នាអាចបម្រើទៅតាមកិច្ចការដែលជាសមត្ថភាពលោកអ្នកមកគ្នាដឹងថាតើព្រះអង្គបង្រៀនអីខ្លះខ្ញុំដឹងថាតើអ្វីដែលជាព្រះអង្គការបង្រៀនរបស់ព្រះអង្គការបង្រៀនព្រះអង្គគឺស្រឡាញ់ព្រះជាម្ចាស់អស់ពីចិត្តអស់ពីគំនិតអស់ពីស្មារតីស្រឡាញ់អ្នកដទៃផ្សេងទៀតដោយស្រឡាញ់ខ្លួនឯងជាការបង្រៀនមួយដែលងាយស្រួលក៏ប៉ុន្តែយើងពិបាកធ្វើបន្តិចពីព្រោះយើងស្រឡាញ់ព្រះអង្គយើងគិតថាអូយើងស្រឡាញ់ព្រះអង្គក៏ប៉ុន្តែដើម្បីស្រឡាញ់ព្រះអង្គស្រឡាញ់អ្នកដទៃដោយស្រឡាញ់ខ្លួនឯងវាយើងពិបាកពីព្រោះអ្នកដទៃមួយចំនួនមិនគួរស្រឡាញ់ដោយខ្លួនយើងទេមានតែខ្លួនយើងនេះយើងគួរស្រឡាញ់ខ្លួនឯងប៉ុន្តែការស្រឡាញ់អ្នកដទៃពួកក្រៅតែពីក្រាស់យើងក៏យើងពិបាកស្រឡាញ់ដែរមែនទេនេះជាការបង្រៀនគឺជាអំណោយទានរបស់ព្រះជាម្ចាស់តែព្រះអង្គថាចូលចេញទៅហើយបង្រៀនគេនៅអ្វីដែលខ្ញុំបង្រៀនគឺជាប្រាក់ណែនមួយដែលព្រះអង្គចង់ឲ្យយើងធ្វើសំណួរទី3តើយើងទទួលខុសត្រូវប្រាក់ណែននេះដោយរបៀបណាតែពេលយើងបានទទួលនៅអ្វីដែលជាការដែលព្រះអង្គបានបន្សល់ទុកឲ្យយើងមុនពេលដែលព្រះយេស៊ូវគ្រីស្ទយាងទៅលើឋានសួគ៌ព្រះអង្គបន្សល់ទុកជាប្រាក់ណែនដើម្បីឲ្យអ្នកដើរតាមព្រះអង្គធ្វើតើយើងចាត់ចែងឬក៏យើងទទួលខុសត្រូវប្រាក់ណែននោះដោយរបៀបណាអរលោកគ្នាហើយសំណួរនេះខ្ញុំសួរខ្លួនឯងតើខ្ញុំបានទទួលអ្វីដែលជាអំណោយទានឬក៏អ្វីមួយដែលព្រះអង្គបានបង្រៀនខ្ញុំជាច្រើនឆ្នាំអស់រយៈពេលជាង20ឆ្នាំនៅក្នុងជីវិតរបស់ខ្ញុំតើខ្ញុំចាត់ចែងដល់របៀបណាខ្ញុំតែងតែសួរព្រះអង្គតើមានអីមួយទៀតដែលខ្ញុំអាចមានសមត្ថភាពរីកចម្រើនឡើងឲ្យខ្ញុំបានបម្រើនៅអ្វីជាការត្រាស់ហៅដែលជាប្រាក់ណែនរបស់ព្រះអង្គបានប្រសើរជាងមុនលោកគ្រូយ៉ាតែងតែនិយាយថាយើងតែងតែមានចង់រីកចម្រើននៅក្នុងជីវិតរបស់យើងទោះបីយើងមានអាយុប៉ុណ្ណាក៏ដោយអរលោកគ្នាទោះបីយើងមានអាយុប៉ុណ្ណាក៏ដោយយើងចង់រីកចម្រើនពីព្រោះយើងចង់ឲ្យព្រះអង្គប្រើប្រាស់យើងថែមទៀតមានលោកគ្រូម្នាក់គាត់និយាយថាចេះគាត់ថា
អរលោកគ្នាបើសិនជាយើងអត់សុំអ្វីជាការត្រាស់ហៅនៃការបម្រើព្រះអង្គថែមទៀតទេណាព្រោះស្អីយើងចង់បានអាយុវែងណាយើងសុំព្រះអង្គមិនប្រើប្រាស់យើងឲ្យបានយូរតែបើសិនយើងអត់ចង់អាយុវែងទេយើងចង់បញ្ចប់បេសកកម្មរបស់យើងមានថាយើងកំពុងតែបដិសេធនៅអ្វីជាការដែលព្រះអង្គត្រាស់ហៅយើងធ្វើកិច្ចការរបស់ព្រះអង្គនឹងប្រើប្រាស់យើងជាច្រើនទៀតនៅអ្វីដែលជាសក្តានុពលរបស់យើងតាមរយៈសមត្ថភាពនៃប្រាក់ណែនរបស់យើងនៅក្នុងសភៅម៉ាថាយចំពុក25ខ31ដល់40អរលោកគ្នាបទគម្ពីរច្រើនបញ្ជាក់ថានៅពេលបុត្រមនុស្សយាងមកជាមួយពួកទេវតាប្រកបដោយសេរីរុងរឿងលោកនឹងគង់នៅលើបល្ល័ង្ករុងរឿងពេលនោះមានមនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោកនឹងញែកគេចេញពីគ្នាដូចកង្វាញែកឈាមចេញពីពពែគឺឲ្យឈាមនៅខាងស្ដាំឯពពែនៅខាងឆ្វេងពេលនោះព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អ្នកដែលនៅខាងស្ដាំព្រះអង្គថាអស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយចូលនាំគ្នាមកទទួលព្រះរាជដែលព្រះអង្គបានរៀបទុកឲ្យអ្នករាល់គ្នាតាំងពីកំណើតពិភពលោកមកត្បិតការយើងឃ្លានអ្នករាល់គ្នាបានឲ្យអាហារមកយើងបរិភោគការយើងស្រែកអ្នករាល់គ្នាបានឲ្យទឹកយើងពិសាការយើងជាជនបរទេសអ្នករាល់គ្នាបានទទួលយើងស្នាក់អាស្រ័យការយើងគ្មានសម្លៀកបំពាក់អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកបំពាក់ឲ្យយើងការយើងមានជំងឺអ្នករាល់គ្នាបានមកសួរសុខទុក្ខយើងហើយការណាយើងជាប់ឃុំឃាំងអ្នករាល់គ្នាក៏បានមកសួរយើងដែរពួកអ្នកសុចរិតទូលព្រះវិញ្ញាណព្រះអង្គវិញថាបើពិតព្រះអង្គម្ចាស់តើខ្ញុំដែលបានឃើញព្រះអង្គឃ្លានហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយឬឃើញព្រះអង្គស្រែកហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កលតើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេសហើយទទួលព្រះអង្គឲ្យស្នាក់អាស្រ័យឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កលតើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួនឬជាប់ឃុំឃាំងហើយមកសួរសុខទុក្ខព្រះអង្គពីអង្កលព្រះមហាក្សត្រនឹងមានព្រះបន្ទូលមកតបទៅគេថាយើងសូមប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថាគ្រប់ពេលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ដែលជាបងប្អូនរបស់យើងនេះអ្នករាល់គ្នាក៏ដូចជាប្រព្រឹត្តចំពោះយើងដែរបងមានព្រះបន្ទូលថាការដែលខ្ញុំឃ្លានអ្នកគ្នាយកអាហារមកឲ្យខ្ញុំការដែលខ្ញុំអត់មានសម្លៀកបំពាក់អ្នកគ្នាបានយកសម្លៀកបំពាក់មកឲ្យខ្ញុំពាក់ការដែលខ្ញុំជាប់ឃុំឃាំងអ្នកគ្នាសួរសុខទុក្ខខ្ញុំការដែលខ្ញុំឈឺអ្នកគ្នាបានទៅសួរសុខទុក្ខខ្ញុំហើយអធិដ្ឋានឲ្យខ្ញុំការដែលខ្ញុំជួបបញ្ហាអ្នកគ្នាបានអធិដ្ឋានឲ្យខ្ញុំនេះជាឆ្ងល់យើងមិនដែលឃើញព្រះអង្គឃ្លានផងហ្នឹងព្រះអង្គឃ្លាននឹង2000ឆ្នាំមុនហ្នឹងចុះឥឡូវឆ្នាំ2026យើងមិនដែលឃើញព្រះអង្គឃ្លានឬព្រះអង្គជាប់ឃុំឃាំងផងហ្នឹងក៏ប៉ុន្តែនៅក្នុងព្រះគម្ពីរចុងក្រោយបានន័យថានៅពេលដែលគ្នាប្រព្រឹត្តកិច្ចការនេះដល់មនុស្សតូចតាចដែលជាគ្នាខ្ញុំមានន័យថាអ្នកគ្នាក៏ប្រព្រឹត្តយ៉ាងដូចនេះចំពោះខ្ញុំដែរនៅពេលដែលយើងយកអ្វីដែលជាអំណោយទានដែលព្រះជាម្ចាស់បានដាក់ឲ្យយើងដែលជាសមត្ថភាពប្រាក់ណែនក្នុងជីវិតរបស់យើងហើយយើងយកប្រើប្រាស់ទៅផ្សាយនឹងល្អទៅកាន់អ្នកដទៃលើកទឹកចិត្តគេអធិដ្ឋានឲ្យគេធ្វើអ្វីមួយដែលធ្វើឲ្យគេមានបានជីវិតប្រសើរឡើងនោះហើយគឺជាការដែលយើងបម្រើព្រះអង្គដូចជាយើងធ្វើជាមួយព្រះអង្គផ្ទាល់ហើយព្រះអង្គនឹងទទួលស្គាល់យើងនៅបល្ល័ង្កនៅព្រះបវេដាព្រោះអ្នកទាំងអស់គ្នាបានបំពេញនៅអ្វីជាតបកិច្ចនៃប្រាក់ណែនដែលព្រះអង្គបានបន្ទុកឲ្យយើងបន្សល់ទុកឲ្យយើងនៅលើផែនដីនេះអរគ្នាយល់អ្វីដែលខ្ញុំនិយាយហ៎យល់ដូច្នេះតើយើងប្រើប្រាស់ប្រាក់ណែនរបស់អង្គដោយរបៀបណាអរគ្នាយើងប្រើប្រាស់ណែនរបស់ព្រះអង្គដែលជាសេចក្តីបង្រៀនដែលជាសមត្ថភាពដែលព្រះអង្គបានដាក់ឲ្យយើងតាំងពីកំណើតដែលជាការដែលព្រះអង្គបានត្រាស់ហៅយើងធ្វើកិច្ចការរបស់គ្នាពេលខ្លះយើងគិតថាលោកគ្រូតើតែខ្ញុំធ្វើការក្រុមជំនុំទើបខ្ញុំអាចផ្សាយនឹងល្អបានអត់ទេព្រះអង្គនឹងត្រាស់ហៅលោកអ្នកគ្នាធ្វើកិច្ចការរបស់ព្រះអង្គនៅកន្លែងធ្វើការរបស់លោកគ្នាដែលមិនមែនជាអ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទព្រះអង្គនឹងត្រាស់ហៅយើងឲ្យធ្វើកិច្ចការដែលព្រះអង្គបានហៅយើងធ្វើនៅក្នុងសាលារបស់យើងដែលមិនមែនជាសាលារបស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គនឹងប្រើប្រាស់យើងក្នុងកិច្ចការដែលយើងរស់ស៊ីដែលជាកន្លែងរស់ស៊ីដែលមិនជាកន្លែងរស់ស៊ីរបស់គ្រីស្ទបរិស័ទព្រះយេស៊ូវគ្រីស្ទក៏ប៉ុន្តែនៅពេលយើងធ្វើយ៉ាងដូច្នោះយើងយកអ្វីដែលជាទួនាទីការចាត់ចែងនៅសមត្ថភាពដែលយើងបង្រៀនទទួលការបង្រៀនពីព្រះជាម្ចាស់ធ្វើនៅក្នុងសហគមន៍របស់យើងនោះហើយគឺជាការដែលយើងប្រព្រឹត្តជាមួយនឹងចៅហ្វាយរបស់យើង
ជាម្ចាស់របស់យើងដែលព្រះអង្គមានព្រះបន្ទូលថាបិទគេបានធ្វើចំពោះខ្ញុំនៅលើផែនដីនេះនោះគេនឹងទទួលស្គាល់នៅបល្ល័ង្ករបស់ព្រះជាម្ចាស់ចំណុចទី4ដល់គ្នាជាចំណុចចុងក្រោយយើងត្រូវត្រៀមខ្លួនសម្រាប់បេសកកម្មរបស់ព្រះរាជរបស់ព្រះជាម្ចាស់អរលោកគ្នានៅពេលខ្ញុំនិយាយបេសកកម្មនេះវាពាក្យរៀងធំតិចតាមពិតខ្ញុំចង់ប្រើពាក្យមហាបេសកកម្មផងតែពេលខ្ញុំនិយាយមហាបេសកកម្មហិតទៅធំទៀតគ្រូបេសកកម្មខ្ញុំមិនទាន់បានទៅផងចុះមកមហាបេសកកម្មគ្រូខ្ញុំមិនបាក់ទៅតែលោកគ្នារវល់ហើយមិនបាច់ចាំតែប៉ុន្តែតើអ្វីទៅគឺជាបេសកកម្មរបស់យើងនៅលើផែនដីនេះឥឡូវខ្ញុំលើកឧទាហរណ៍គ្នាបើសិនជាខ្ញុំមានអាយុ100បាទខ្ញុំសង្ឃឹមថាខ្ញុំមានអាយុ100ឆ្នាំតើអ្វីទៅគឺជាបេសកកម្មរបស់ព្រះអង្គក្នុងជីវិតរបស់ខ្ញុំនៅលើផែនដីនេះតាមពិតខ្ញុំជឿព្រះអង្គតាំងពី23ឆ្នាំមុនខ្ញុំចាប់ផ្ដើមបម្រើព្រះអង្គពី23ឆ្នាំមុន23ឆ្នាំដែលខ្ញុំធ្វើបេសកកម្មព្រះអង្គក្នុងរយៈពេល23ឆ្នាំខ្ញុំឃើញថាព្រះអង្គធ្វើកិច្ចការជាច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងការដែលខ្ញុំជឿលើព្រះអង្គដំបូងឲ្យគ្នា23ឆ្នាំមុនអត់សូវមានក្រុមជំនុំនៅក្នុងទីក្រុងប្រមាណទេក៏ប៉ុន្តែ23ឆ្នាំក្រោយយើងឃើញថាចលនានៃការដាំក្រុមជំនុំគ្រឹះបរិស័ទជាច្រើនបានឈរឡើងគេលែងមានទទួលការហ៊ានខ្មាស់នៅអ្វីដែលជារនាំងនៃវប្បធម៌គេចាប់ផ្ដើមផ្សាយនឹងល្អគេចាប់ផ្ដើមថ្វាយបង្គំព្រះអង្គជាមួយនឹងអ្នកជិតខាងគេដែលគេអត់មិនមែនជាអ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទគេចាប់ផ្ដើមមានសេចក្តីក្លាហានខ្ញុំឃើញអំពីបេសកកម្មព្រះអង្គធ្វើការតាមរយៈលោកអ្នកមកគ្នានៅក្នុងសមត្ថភាពដែលព្រះអង្គនឹងដាក់ឲ្យនៅក្នុងជីវិតរបស់លោកគ្នានៅក្នុងសភៅលូកាចំពុក19ខ11ដល់19ដល់គ្នាការព្រះយេស៊ូវយាងមកជិតដល់ក្រុងយេរូសាឡឹមហើយព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អ្នកដែលស្ដាប់ព្រះអង្គត្បិតទាំងអ្នកទាំងនោះនឹកស្មានថាព្រះរាជនៃព្រះជាម្ចាស់នឹងមកដល់ភ្លាមនេះជាមិនខានព្រះអង្គមានព្រះបន្ទូលថាមានបរិសម្នាក់ជាអ្នកមានត្រកូលខ្ពង់ជាគោខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយក្នុងសភៅកិច្ចការស្តៀងនៅក្នុងសភៅម៉ាថាយដែរលោកគ្រាស្តៀងសាច់រឿងតែមួយដើម្បីនឹងទទួលរាជជាពិសេសកាលណាគេទទួលរាជាពិសេសសំទោសរាជាពិសេសហើយលោកនឹងត្រឡប់មកវិញមុនពេលចេញដំណើរលោកបានហៅអ្នកបម្រើលោក10នាក់មកប្រគល់ប្រាក់ឲ្យគេមួយណែនម្នាក់ផ្ដាំថាចូលយកប្រាក់នេះទៅរកស៊ីរហូតដល់ខ្ញុំត្រឡប់មកវិញរីឯអ្នកស្រុកនោះស្អប់លោកបានជាគេចាត់អ្នកតំណាងឲ្យទៅតាមក្រោយនាំពាក្យថាយើងខ្ញុំមិនចង់ឲ្យលោកនេះធ្វើស្ដេចលើខ្ញុំជាដាច់ខាតនៅក្នុងខ15របស់គ្នាលុះបានមកដល់រាជាអភិសេកហើយព្រះរាជាក៏យាងត្រឡប់មកវិញព្រះរាជាក៏ហៅអ្នកបម្រើទាំង10នាក់ដែលព្រះរាជាបានប្រគល់ប្រាក់ណែននោះមកសួរដើម្បីដឹងថាម្នាក់រកស៊ីចំណេញបានប៉ុន្មានអ្នកបម្រើទី1ចូលមកគាល់ទូថាបើពិតព្រះអង្គម្ចាស់ប្រាក់ដែលព្រះអង្គប្រទានមកទូបង្គំចំណេញបាន10ណែនព្រះរាជាមានព្រះរាជអង្គការទៅអ្នកនោះថាល្អហើយអ្នកបម្រើដល់ប្រសើរអើយយើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុង10បិទអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចអ្នកបម្រើទី2ចូលមកទូថាបើពិតព្រះអង្គម្ចាស់ប្រាក់ដែលព្រះអង្គបានប្រទានមកទូបង្គំចំណេញបាន5ណែនព្រះរាជាមានព្រះរាជអង្គការទៅគាត់ថាយើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទីក្រុង5នេះគឺជាប្រព័ន្ធលោកគ្នាតែប៉ុន្តែបើសិនតែយើងអានសាច់រឿងមួយទៀតមានអ្នកទី3យកលុយនឹងទៅកប់ទៀតហ៎ក៏ប៉ុន្តែខ្ញុំចង់និយាយចាស់លោកគ្នានៅពេលដែលយើងបានទទួលអ្វីដែលជាទំនួលខុសត្រូវដែលព្រះជាម្ចាស់បានទុកឲ្យយើងនៅលើផែនដីនេះបើទោះជាទំនួលខុសត្រូវនឹងមិនតិចក៏ដោយលោកគ្នាតូចតាចក៏ដោយប្រហែលជាទំនួលខុសត្រូវមួយគឺជាទំនួលខុសត្រូវរបស់ក្រុមស្វាគមន៍ភ្ញៀវប្រហែលជាទំនួលខុសត្រូវមួយជាទំនួលខុសត្រូវអ្នកថតកាមេរ៉ាប្រហែលជាទំនួលខុសត្រូវមួយជាទំនួលខុសត្រូវអ្នកដឹកនាំថ្វាយបង្គំឬក៏ជាទំនួលខុសត្រូវមួយគ្រាន់តែជាទំនួលខុសត្រូវរៀបចំកៅអីនៅក្នុងក្រុមជំនុំក៏ប៉ុន្តែនៅពេលដែលចវាយនៅពេលដែលព្រះរាជាបានត្រឡប់មកវិញគាត់បានសួរថាតើអ្នកបានប្រើប្រាស់នៅអ្វីដែលជាសមត្ថភាពរបស់ខ្ញុំដាក់ឲ្យអ្នកធ្វើនៅលើផែនដីនេះយ៉ាងដូចម្ដេចហើយអ្នកបម្រើបានថាព្រះអង្គបិទខ្ញុំប្រើប្រាស់អ្វីដែលជាសមត្ថភាពរបស់ខ្ញុំបានចំណេញប៉ុណ្ណេះបានទទួលផលអញ្ចេះហើយព្រះរាជាមានប្រាប់ទូថាខ
ខ្ញុំនឹងឲ្យអ្នកគ្រប់គ្រងនៅទីក្រុងទាំង10អស់លោកគ្នាប្រាក់1ណែនប្រាក់10ណែនក៏ប៉ុន្តែព្រះរាជាបានឲ្យការងារដ៏ធំគាត់នៅក្នុងជីវិតរបស់គាត់គ្រប់គ្រងទីក្រុងទាំង10ប្រាក់5ណែនព្រះរាជាប្រាប់ទូថាខ្ញុំនឹងឲ្យអ្នកគ្រប់គ្រងទីក្រុង5នៅពេលដែលយើងស្មោះត្រង់នៅអ្វីដែលជាការត្រាស់ហៅសមត្ថភាពដែលព្រះជាម្ចាស់បានដាក់ក្នុងជីវិតរបស់យើងបានល្អទោះបីជាកិច្ចការនឹងជាកិច្ចការដ៏តូចក៏ដោយលោកគ្រាខ្ញុំជឿថាព្រះអង្គនឹងនាំយើងធ្វើកិច្ចការមួយដ៏ធំសម្រាប់ព្រះអង្គឬក៏សម្រាប់ជីវិតរបស់យើងលោកគ្រាខ្ញុំបានជួបមិត្តភក្តិរបស់ខ្ញុំ2នាក់លោកគ្រាតែពិតគួរតែមានលោកគ្រូសំអូនមួយទៀតតែគ្រូសំអូននឹងទៅណាខ្ញុំថតបានតែ3នាក់ព្រោះចំនួនជាមួយគ្នាខ្ញុំបានចែកចាយលោកគ្រាម្នាក់មួយកដាគេឈ្មោះ Philip ឈ្មោះខ្មែរឈ្មោះងៅផេងប៉ុន្តែឈ្មោះព្រះគម្ពីរ Philip អ្នកកាន់នឹងវាយឲ្យព្រះយេស៊ូវគ្រីស្ទគាត់ស្រឡាញ់ឈ្មោះហ្នឹងគាត់ជាដុកទ័រជាបណ្ឌិតលោកគ្រាគាត់ទៅរៀននៅស្រុកចិនគាត់មានចំណេះដឹងគាត់ធ្វើការនៅពេទ្យមួយដែលជាពេទ្យល្អមែនទែនប្រាក់ខែល្អលោកគ្រាក៏ប៉ុន្តែ Philip មានអារម្មណ៍ថាព្រះអង្គបានត្រាស់ហៅគាត់ឲ្យធ្វើអ្វីមួយយ៉ាងដែលជាទំនួលខុសត្រូវនៃប្រាក់ណែននៅក្នុងជីវិតរបស់គាត់ឈប់ធ្វើពេទ្យនៅមន្ទីរពេទ្យដ៏ល្អហ្នឹងហើយគាត់ចាប់ផ្ដើមដើរបម្រើពន្ធកិច្ចព្រះអង្គដើម្បីជួយដល់ក្រុមជំនុំដែលទើបតែដាំក្រុមជំនុំនៅសប្តាហ៍នេះគាត់នឹងទៅជួយចលនាដាំក្រុមជំនុំនៅទីក្រុងសួងអរលោកគ្រាខ្ញុំពិតជាមានអារម្មណ៍ទទួលការលើកទឹកចិត្តនៅពេលដែលខ្ញុំឃើញគាត់Philipជានិស្សិតម្នាក់ជានិស្សិតពេទ្យម្នាក់នៅពេលដែលគាត់រៀនពេទ្យនៅឆ្នាំជាជាង10ឆ្នាំមុនគាត់មកនៅផ្ទះនិស្សិតរបស់យើងអរលោកគ្រាក៏ប៉ុន្តែគាត់បានទទួលការផ្លាស់ប្រែដែលព្រះអង្គបានប្រទានពរឲ្យគាត់ដែលជាអំណោយទាននៃសមត្ថភាពរបស់គាត់មានប៉ុណ្ណាគាត់ធ្វើប៉ុណ្ណាPhilipរៀបការរួចហើយគាត់មានកូនមួយក៏ប៉ុន្តែគាត់តែងតែធ្វើដំណើរពីមួយខេត្តពីកន្លែងមើលកន្លែងដើម្បីបម្រើព្រះអង្គគោលបំណងមួយគឺដើម្បីបំពេញមហាបេសកកម្មរបស់ព្រះជាម្ចាស់តែខ្ញុំក៏ជួបបរិយាម្នាក់ទៀតសក់រួញអរលោកគ្រាគឺលោកពេត្រុសគឺគាត់ Peter ពេលដែលខ្ញុំជួបពេត្រុសម្ដងខ្ញុំនិយាយកំ pl ែងមួយគាត់លោកពេត្រុសព្រះយេស៊ូវគ្រីស្ទហៅគាត់ឲ្យដើរលើទឹកគាត់ជាបរិយាដែលមានចិត្តមួយស្រឡាញ់ព្រះអង្គគាត់គឺជាអ្នកជំនួញអរលោកគ្រាហើយគាត់ក៏ជាអតីតនិស្សិតដែលនៅអាស័យណដ្ឋានរបស់យើងចំនួនលោកគ្រូសំអូនគ្រូវិសិទ្ធថ្ងៃនេះគឺមាននិស្សិតរបស់យើងដែលគាត់នៅអាស័យណដ្ឋានចំនួនថ្មីក៏ប៉ុន្តែពួកគាត់ជាចំនួនដែលយើងចាប់ផ្ដើមបើកដមដំបងនេះផ្ទះនិស្សិតដំបងនៅក្នុងតំបន់ទួលសកែអរលោកគ្រាPeter ក៏ធ្លាប់បម្រើអពន្ធកិច្ចរបស់ព្រះជាម្ចាស់ Peter ក៏ធ្លាប់ជាគ្រូកងវាលស្ម័គ្រចិត្ត3ឆ្នាំនៅក្នុងក្រុមជំនុំមួយខ្ញុំសួរថាហេតុអីក៏អ្នកឯងអត់យកប្រាក់ខែខ្ញុំចង់បម្រើព្រះអង្គក៏ប៉ុន្តែនៅពេលហ្នឹង Peter គាត់មិនមែនជាអ្នកដែលធូរធារអីទេបាទគាត់ស្ម័គ្រចិត្តបម្រើជាគ្រូកងវាលបម្រើ3ឆ្នាំនៅក្នុងក្រុមជំនុំមួយគឺគាត់ចង់នាំនៅអ្វីដែលជាដំណឹងល្អដើម្បីប្រើប្រាស់នៅអ្វីដែលជាប្រាក់ណែនដែលព្រះជាម្ចាស់បានដាក់ក្នុងជីវិតរបស់គាត់ក្នុងកិច្ចការបន្តក្នុងជីវិតរបស់គាត់ខ្ញុំអរគុណពីអ្នកគាត់មានដែលមកចូលរួមពិធីបើកនៅក្នុងតំបន់ចំចៃយើងក្រុមជំនុំគាត់លើកទឹកចិត្តខ្ញុំហើយយើងបានខាច់ចាប់ជាមួយគ្នាយើងជួបគ្នាយើងតែជួបគ្នានិយាយគ្នាលេងទីបន្ទាប់របស់គាត់វាលើកទឹកចិត្តខ្ញុំមកលោកគ្នាសពថ្ងៃ Philip នៅតែបម្រើនៅព្រះអង្គសពថ្ងៃលោកពេត្រុស Peter នៅតែបម្រើនៅអ្វីដែលជាសេចក្តីត្រាស់ហៅរបស់ព្រះអង្គគឺគាត់ចង់បើកក្រុមជំនុំនៅកន្លែងតំបន់គាត់ចង់បម្រើព្រះអង្គដូច្នេះព្រះអង្គបានដាក់នៅអ្វីដែលជាប្រាក់ណែនក្នុងជីវិតរបស់គាត់ប្រហែលជាលោកអ្នកគ្នាថាខ្ញុំមិនអាចទៅដាំក្រុមជំនុំឬក៏ជួយក្រុមជំនុំដូចគាត់ទេក៏ប៉ុន្តែព្រះជាម្ចាស់បានដាក់ទំនុកចិត្តនៅក្នុងជីវិតរបស់លោកគ្នាយ៉ាងហោចណាស់លោកអ្នកគ្នាក៏មានជីវិតមួយដែលជាជីវិតជាបន្តទៅដល់អ្នកដទៃផ្សេងទៀតដែលគេអត់ទាន់ជឿលើព្រះឲ្យគេឃើញព្រះយេស៊ូវគ្រីស្ទតាមរយៈជីវិតរបស់យើងលោកគ្នាខ្ញុំចង់លោកគ្នាបានក្រោកឈរឡើងនៅថ្ងៃនេះPhilip Peter បាទចំនួនគ្រូសំអូនបាទមានចំនួនមុនច្រើននៅទីនេះស្គាល់គ្នាជាង10ឆ្នាំយើងនៅតែស្រឡាញ់ព្រះអង្គហេតុអីបានជាយើងស្រឡាញ់ព្រះអង្គ
ព្រោះព្រះអង្គបានត្រាស់ឲ្យយើងដើម្បីឲ្យបម្រើកិច្ចការរបស់ព្រះអង្គដល់អ្នកដទៃផ្សេងទៀតអរលោកគ្រីស្ទយើងនៅតែបម្រើព្រះអង្គយើងប្រហែលជាមិនចាស់ប្រហែលនោះគេប្រហែលខ្ទង់ខ្សែក៏ប៉ុន្តែរយៈពេលជឿព្រះអង្គ23ឆ្នាំព្រះអង្គសូមព្រះអង្គបាននៅតែបន្តប្រើអ្វីដែលជាប្រាក់ណែនរបស់ព្រះអង្គបានប្រទានឲ្យកូនដើម្បីបម្រើនៅក្នុងកិច្ចការរបស់ព្រះអង្គយើងចង់នាំដំណឹងល្អរបស់ព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គយើងចង់ចាញ់ទៅក៏ប៉ុន្តែយើងចាញ់ទៅទាំងមានព្រះវិញ្ញាណបរិសុទ្ធព្រះអង្គនៅជាមួយយើងកុំចាញ់ទៅដោយអត់មានព្រះវិញ្ញាណបរិសុទ្ធឡើយខ្ញុំសួរសំណួរដល់គ្នាម្ដងទៀតនៅសំណួរពីរនេះដែលជាសំណួរចុងក្រោយតើអ្វីជាប្រាក់ណែនព្រះយេស៊ូវគ្រីស្ទសម្រាប់ជីវិតយើងមួយទៀតតើយើងទទួលខុសត្រូវប្រាក់ណែននោះទៅហើយជាមានមនុស្សមួយចំនួនក៏រៀនចប់បាក់ឌុបព្រះអង្គនឹងប្រើប្រាស់សមត្ថភាពរបស់យើងនៅក្នុងកម្រិតបាក់ឌុបដែលនឹងប្រទានពរដល់ផ្សេងទៀតដែលយើងមិនអាចទៅស្មានដល់ហើយជាមនុស្សមួយចំនួនគាត់ចប់បញ្ញាព្រះអង្គនឹងប្រើប្រាស់សមត្ថភាពរបស់យើងនៅបញ្ញាហ្នឹងដែលនាំគ្នានឹងរស់ថ្វាយសរីរកាន់ព្រះអង្គជាសក្ខីភាពដល់មនុស្សដទៃផ្សេងទៀតដែលយើងមិនអាចគិតដល់ប្រហែលជាយើងអត់ចប់ថ្នាក់ទី9តែព្រះអង្គនឹងប្រើប្រាស់សមត្ថភាពយើងនៅពេលហ្នឹងដើម្បីបំពេញនៅអ្វីដែលជាបេសកកម្មរបស់ព្រះអង្គតាមសមត្ថភាពយើងគ្រប់គ្នាអ្វីមួយដែលខ្ញុំចង់លើកចិត្តដល់គ្នាកុំយកវាកប់ចោលនោះឡើយអរគុណនៅពេលយើងយកវាកប់ចោលវាហាក់ដូចជាអាដាមនិងអេវ៉ាបានពួនពីព្រះជាម្ចាស់អត់ចង់ជួបជាមួយព្រះអង្គនៅពេលយើងយកវាកប់ចោលថ្ងៃណាមួយវានឹងបាត់នឹងអត់មានតម្លៃអ្វីទាំងអស់ទោះបីតែចំនួនក្រោយគេនឹងមិនដែលរកឃើញទ្រព្យសម្បត្តិនោះឡើយពីព្រោះយើងយកវាកប់ចោលគុំដែរបើសិនជាយើងទទួលវាយ៉ាងហោចណាស់បើសិនជាមិនណែនយ៉ាងហោចណាស់ទោះបីយើងមិនអាចធ្វើអ្វីមួយដែលដូចអ្នកទី1ទី2ទោះបីយ៉ាងហោចណាស់ក៏យើងអាចយកវាទៅចងការឬក៏យ៉ាងហោចណាស់ក៏យើងអាចប្រើប្រាស់វាទោះបីជារឿងយឺតតិចក៏ដោយឲ្យតែយើងនៅតែបន្តដំណើររបស់គ្នាព្រះអង្គនឹងប្រទានពរយើងព្រះអង្គនឹងគ្រប់គ្រងយើងចូលគ្នាបានដាក់ដៃលើដួងចិត្តយើងដងទៀតតែអធិដ្ឋានកាន់ព្រះអង្គដល់រយៈពេលដែលកូនជឿលើព្រះអង្គប្រហែលឆ្នាំនេះប្រហែលខែនេះប្រហែលថ្ងៃនេះតើអ្វីដែលជាប្រាក់ណែននៅក្នុងជីវិតរបស់កូនដែលកូនចង់ថ្វាយសរីរកាន់ព្រះអង្គថ្ងៃនេះសូមអធិដ្ឋានកាន់ព្រះអង្គហាឡេលូយ៉ា